នៅភូមិមួយក្បែរឆ្នេរសមុទ្រភាគខាងកើតមានក្មេងជំទង់ម្នាក់ចូលចិត្តសត្វរំពេជាខ្លាំងរៀងរាល់ថ្ងៃគេតែងតែចែកទូកទៅកណ្ដាលសមុទ្រដើម្បីមើលសត្វរំពេហិចហើរចុះឡើងជាប្រចាំលុះយូរទៅសត្វរំពេហាក់ដូចជាស៊ាំនឹងក្មេងនោះវាកាន់តែស្និទ្ធស្នាលទៅរហូតនាំគ្នាមករោមលើទុំក្បាលទូកខ្លះក៏ទុំសម្រាប់នៅពីលើដងក្តោងខ្លះទៀតក៏មិនហ៊ានចូលមកជិតឲ្យក្មេងនោះស្ទាក់អែលខ្នងរបស់វាទៀតផងថ្ងៃមួយពេលត្រឡប់មកផ្ទះវិញឪពុករបស់គេក៏និយាយថាពុកបានដំណឹងថាសត្វរំពេចូលចិត្តឯកខ្លាំងណាស់មែនទេស្អែកនេះកូនឯងចាប់វាមកឲ្យពុកមួយផងឯងឡើងពេលចែកទូកចេញពីមាត់សមុទ្រគេមានអារម្មណ៍តានតឹងជាខ្លាំងផ្នែករបស់គេសម្លឹងពួកសត្វរំពេយ៉ាងខុសប្រក្រតីរីឯពួកសត្វរំពេនាំគ្នាហិចហើរក្រវ៉ាទូករបស់គេដូចតែមុនអញ្ចឹងប៉ុន្តែគ្មានសត្វមួយណាហើរមកក្បែរដូចគេពីមុនទៀតឡើយធាតុពិតនិងសម្ដែងឃើញចាស់ស្ដែងវាបង្ហាញឲ្យឃើញអំពីរូបភាពនៃការគិតនិងអារម្មណ៍ដែលស្ដែងចេញមកលើទឹកមុខកាយវិការមិនអាចបន្លំភ្នែកគេបានឡើយរឿងនេះចង់បង្ហាញថាល្បិចកលទាំងឡាយមិនអាចបិទបាំងបានជារៀងរហូតទេទោះយូរឬឆាប់វានឹងមានប្រផ្ទុំម្យ៉ាងដែលអាចឲ្យគេចាប់ថ្នាក់បាន